ទូរស័ព្ទមួយគ្រឿងនេះតម្លៃវាដល់$300ដែរតែ$200ជាងទេបងប្អូនប៉ុន្តែបើនិយាយពីមុខងារ AI នៅក្នុងខ្លួនរបស់វាវិញគឺមានមកចប់ហើយបងប្អូនមកកញ្ចប់ហ្នឹងងាកទៅណាក៏មានដែរចង់បំផ្លាញរូបភាពចង់ convert រូបភាពឬក៏ចង់បង្កើតរូបភាពចង់ convert ពីគំនូរគូដោយដៃទៅជាគំនូរ digital ឬក៏តាក់ទងទៅជាមួយនឹងឯកសារធ្វើការងារផ្សេងៗទៀត convert ឯកសារបំផ្លាញឯកសារឬក៏សរសេរ email សរសេរអីគឺក្នុងនេះមានទាំងអស់តែម្ដងចង់ថតរូបនៅក្នុងទឹកចង់អីក៏អានេះធ្វើបានមួយឆ្ងាញ់ដោយសារតែកម្រិត IP វាខ្ពស់ហើយម្ដងនេះហើយអ្វីដែលសំខាន់គេបន្ថែមមកជាមួយនឹងប៊ូតុងមួយនេះដើម្បីជំនួយដល់ការថតរូបលឿនមិនចាំបាច់អង្គុយចុចថតសេរីប្លង់នៅខ្លួនឯងទេអានេះជួយសេរីថតដល់អូតូម៉ាទិកតែម្ដងអញ្ចឹងអានេះគឺជា Tecno Camon 40 Pro 5Gចឹងសម្រាប់ Tecno Camon 40 Pro 5G មកលើកនេះខ្ញុំគិតថា Camon Tecno គឺគេគូដល់អ្នកប្រើប្រាស់ខ្លាំងមែនទែនបងប្អូនដោយសារតែមកលើកនេះកញ្ចប់ AI នេះគឺមានមកកាផ្លែតែម្ដងបងប្អូនចង់ប្រើប្រាស់ជាមួយនឹងមុខងារអីការងារអីក៏យើងអាចប្រើប្រាស់បាននៅក្នុងនេះដែរតែតើទៅជាមួយនឹងការធ្វើឯកសារបំផ្លាញឯកសារ convert ឯកសារឬក៏ការបកប្រែភាសាអីនៅក្នុងនេះគឺយើងអាចប្រើប្រាស់បានហើយបើជាមួយរូបភាពការ convert រូបភាពការបង្កើតរូបភាពតាម AI ឬក៏ការកែរូបភាពឬក៏ការលុបរូបភាពអីនៅក្នុងនេះគឺយើងអាចប្រើប្រាស់បានដូចគ្នាជាពិសេសតម្លៃវាត្រឹមតែ$200ជាងតែប៉ុន្តែគឺគេបានបំពាក់មកជាមួយនឹងកញ្ចប់ AI ហ្នឹងគឺច្រើនដើម្បីប្រើប្រាស់ហើយមួយទៀតនោះទៅលើរូបរាងរបស់វា Tecno គឺនៅរក្សាជាមួយនឹងភាពស្ដើងស្រាលហើយជាមួយនឹងអេក្រង់កោងរូបរាងខាងក្រោយក្នុងក្រោយរបស់វាគឺអត់ស្រូបប្រយោជន៍ដែរទេបងប្អូនអានេះមាន3ជម្រើសពណ៌មានពណ៌ខ្មៅពណ៌សជាមួយនឹងពណ៌បៃតងជាមួយនឹងមុំកាមេរ៉ារបស់វានេះគឺគេរចនាម៉ូដថ្មីតម្រៀបគ្នាជាជួរពីលើចុះក្រោមមកតែម្ដងប្រើប្រាស់ lens cool 50 megapixel ហើយជាប្រភេទ sensor របស់ Sony LYT 700C ជាមួយនឹង8 megapixel ជាប្រភេទ ultra wide បងប្អូនហើយអ្វីដែលសំខាន់ខាងឆ្វេងនេះគឺមានប៊ូតុងមួយពណ៌ទឹកក្រូចនេះបងប្អូនអានេះគេហៅថា one tap button one tap ប៊ូតុងណាហើយប៊ូតុងហ្នឹងគឺយើងអាចប្រើប្រាស់វាដើម្បីបើកទៅឲ្យវាបើកជាមួយនឹងមុខងារថតរូបសម្រាប់ថតសកម្មភាពលឿនហើយយើងអាចប្រើប្រាស់វាដើម្បីបើកទៅលើមុខងារ AI ផ្សេងៗបើកបានភ្លាមតែម្ដងអញ្ចឹងទៅលើការបើកមុខងារថតរូបអីហ្នឹងគឺវាអត់ពិបាកទេគ្រាន់តែចុច double tap 2ដងទៅវានឹងបើកឲ្យយើងភ្លាមហើយបើទោះបីជាវាកំពុងតែលុកសោក៏ដោយបងប្អូនអញ្ចឹងយើងចង់ថតសកម្មភាពលឿនចុចតែផ្លាច់មកគឺវាចាញ់ហើយអញ្ចឹងតើតើទៅជាមួយនឹងការបើកមុខងារថតរូបពេលដែលយើង double tap ឬក៏ចុច2ដងទៅលើប៊ូតុងហ្នឹងណាវាបើកជាមួយនឹងមុខងារ flash snap ហើយមុខងារ flash snap ហ្នឹងគឺចាបងប្អូនគេតម្រូវចិត្តអ្នកដែលចូលចិត្តថតរូបចូលចិត្តថតសកម្មភាពលឿនអីចឹងណាបងប្អូនអ្នកលេងកីឡាគឺគាត់ដឹងហើយនៅជាពិសេសគឺបងប្អូនដែលចូលចិត្តលេងបាល់ទាត់ឬក៏ទាត់សីទាត់អីចឹងណាអានេះយើងអាចថតបានលឿនតែម្ដងបានន័យថាយើងមិនចាំបាច់ត្រូវការណាគេម្នាក់មកអង្គុយចាំsnap ទៅលើប្លង់របស់យើងកន្លែងនេះស្អាតឬក៏កន្លែងនេះមិនស្អាតទេគឺយើងគ្រាន់តែចុចទៅលើមុខងារ flash snap ហ្នឹងទៅវានឹងធ្វើការចាប់សកម្មភាពដោយអូតូម៉ាទិកតែម្ដងដាក់ទូរស័ព្ទចោលក៏វាអាចចាប់ទៅលើសកម្មភាពរបស់យើងអូតូម៉ាទិកដែរវាអាចជួយសេរីប្លង់ឲ្យយើងក៏ដូចជា capture ទៅលើសកម្មភាពដែលយើងកំពុងតែលេងកីឡាលឿនហ្នឹងចាប់ឲ្យយើងបានភ្លាមតែម្ដងបងប្អូនអញ្ចឹងគឺមុខងារមួយនេះគឺពិសេសមែនតើហើយបើសិនមកយើងចុចលើប៊ូតុងឲ្យជាប់ណាវានឹងចេញមុខងារ AI ដើម្បីយើងប្រើប្រាស់ទៅលើ tool ផ្សេងៗទៀតនៅក្នុងហ្នឹងហើយមុខងារ AI ខ្ញុំនឹងលម្អិតអ្នកនរគ្នាបន្តទៀតហើយចំពោះគុណភាពរូបភាពវិញទូរស័ព្ទតម្លៃ$200ជាងប៉ុន្តែកម្រិតរូបភាពក៏ដូចជាគុណភាពរូបភាពហ្នឹងគឺចេញមកបានមិនធម្មតាទេហើយអ្វីដែលខ្ញុំបានតេស្តផ្ទាល់ទៅលើ Camon 40 Pro 5G ហ្នឹងណាទាំងពន្លឺទាំងពណ៌គឺបញ្ចេញមកបានថ្លាច្បាស់ល្អតែម្ដងហើយអ្វីដែលកាន់តែពិសេសចំពោះបងប្អូនដែលចូលចិត្តថតរូបចិត្តថតសត្វអីចឹងទៅឬក៏ថតរុក្ខជាតិថតផ្កាថតអីចិត្តណាអានេះក៏វាអាច capture ទៅលើ object ទាំងអស់ហ្នឹងមកបាន pop up ច្បាស់តែម្ដងបងប្អូនបានន័យថាចំណុច detail ដែលវាមាននៅក្នុងរូបភាពមួយហ្នឹងគឺវាអាចបង្ហាញនៅក្នុងសាច់រូបភាពហ្នឹងមកគឺមិនធ្វើឲ្យកម្មួនឬក៏មិនធ្វើឲ្យបែកសាច់រូបភាពហ្នឹងទេទាំងពណ៌ទាំងពន្លឺគឺវាអាច balance គ្នាបានល្អវាធ្វើឲ្យរូបភាពមួយហ្នឹងគឺ sharp អញ្ចឹងណាហើយអ្វីដែលកាន់តែពិសេសគឺវាមានតួនាទីនៅក្នុងការ focus ទៅលើ object ហ្នឹងបានល្អវាអត់ធ្វើឲ្យបតិបតាជាមួយនឹងគេហៅថា background ខាងក្រោយ blur ខាងក្រោយហ្នឹងទេវា pop up ទៅលើ object ដែលយើងបានថតហ្នឹងតែម្ដងទាំងការថតរូបចិត្តហ្នឹងក៏ដោយក៏ដូចជាការថតរូបមនុស្សអីចឹងទៅអញ្ចឹងអានេះគឺជាអ្វីដែលខ្ញុំបានតេស្តផ្ទាល់ជាមួយនឹង Tecno Camon 40 Pro រូបភាពដែលខ្ញុំបានដាក់នៅលើនេះគឺអ្នកអាចមើលបានហើយមួយទៀតមិនត្រឹមតែថតនៅក្រៅតែប៉ុណ្្នឹងទេគឺយើងអាចថតនៅក្នុងទឹកបានដែរ
អានេះគឺមានអាចក្រការពារដល់ទៅ IP69 បងប្អូនអញ្ចឹងថតនៅក្នុងទឹកថតត្រីឬក៏ថតរុក្ខជាតិនៅក្នុងទឹកអីផ្សេងៗទៀតបងប្អូនអាចថតបានអានេះអត់មានបញ្ហាអីទេដោយសារតែកម្រិតការពារជំរាបទឹកដូចជាការពារលើធូលីរបស់វានឹងគឺខ្ពស់មែនតើបើគិតមកដល់ពេលបច្ចុប្បន្ននេះទូរស័ព្ទមួយចំនួនគឺនៅត្រឹមតែ IP68 នៅឡើយទេប៉ុន្តែនេះកម្រិតតម្លៃទូរស័ព្ទ$200ជាងប៉ុន្តែអាចបានដល់ទៅ IP69 អញ្ចឹងទៅលើការថតវីដេអូវិញអានេះគឺអាចថតបានដល់ទៅ 4K 30 frame វាមានមុខងារជួយទប់លំនឹងដែលយើងអាចថតបានដោយមិនចាំបាច់ប្រើប្រាស់ tripod អីក៏បានដែរថតតែដៃហ្នឹងក៏វាអាចជួយទប់លំនឹងឲ្យបានល្អដែរហើយសម្រាប់ការថតវីដេអូហ្នឹងក៏យើងអាចប្រើប្រាស់ជាមួយនឹងហៅថា template ជាច្រើនសម្រាប់អ្នកចូលចិត្តថត vlog អីក៏ត្រូវតែម្ដងដោយសារតែគេមាន template ហ្នឹងស្រាប់ទៅគឺយើងអាចថតតែតាមអ្វីដែលគេដាក់ឲ្យនោះមកគឺវាកាត់បានស្អាតល្អតែម្ដងអានេះគឺជាមុខងារដែលមាននៅក្នុង Techno Camon 40 Pro ហើយលើពីនេះទៀតជាមួយនឹងមុខងារ AI បងប្អូនអ្នកដែលចូលចិត្តថតរូបថតអីគឺប្រកាសជាយល់ហើយពេលដែលថតមកយើងចង់បានរូបភាពដែលស្អាតឬចង់បានប្លង់ដែលស្អាតប៉ុន្តែដល់ពេលជាក់ស្ដែងពេលដែលថតមកវាមិនបានដូចចិត្ត 100% ទេប្លង់ខ្លះវាវាយវ៉ចប្លង់ខ្លះហ្នឹងគឺជាប់ជាមួយនឹង object ឬក៏ជាប់មនុស្សឬក៏ជាប់អ្នកគេម្នាក់ដែលយើងអត់ចង់ឲ្យចូលនៅក្នុងប្លង់របស់យើងណាហើយប្លង់ខ្លះទៀតបែរជាងឹតបែរជាចាំងអញ្ចឹងទៅអញ្ចឹងគឺយើងត្រូវការកែត្រូវការ retouch អញ្ចឹងនៅក្នុងនេះមុខងារ AI Studio គឺដាក់មក Play នេះគឺត្រូវតែម្ដងបងប្អូនអាចបំផ្លាញពីរូបភាពដែលមិនសូវច្បាស់រូបភាពដែលចាំងរូបភាពដែលអីហ្នឹងគឺទៅជារូបភាពដែលច្បាស់បានហើយយើងគ្រាន់តែចូលទៅមុខងារ AI Studio ហ្នឹងទៅយើងអាចចូលទៅកាន់ហៅថាមុខងារ AI Sharpness គឺយើងអាចបំផ្លាញបានហើយវាមានមុខងារ AI Eraser អញ្ចឹងបើសិនជាបងប្អូនចង់លុប background ឬក៏ object ឬក៏អ្វីមួយដែលមិនចង់ឲ្យជាប់នៅប្លង់ក្រោយរបស់យើងណាគឺយើងអាចចូលទៅកាន់មុខងារហ្នឹងទៅយើងអាច select ទៅលើអ្វីដែលយើងចង់លុបហ្នឹងគឺវាធ្វើការលុបបានហើយក្នុងប្លង់គឺលុបបានមកស្អាតតែម្ដងខ្ញុំតែផ្ទាល់ឲ្យបងប្អូនវាអត់បតៈបតាទេពេលលុបមកណាហើយវាមានមុខងារពង្រីក background AI Extender អញ្ចឹងបើសិនបើរូបរបស់យើងហ្នឹងប្លង់របស់យើងតូចពេកមើលទៅវាអត់សូវស្អាតអត់សូវអីគឺយើងអាចប្រើប្រាស់ជាមួយនឹងមុខងារនឹងបានពង្រីក background ในการធំជាងមុនហើយវានឹងធ្វើការកែសម្រួលទៅលើសាច់ background ផ្ទៃសាច់រូបភាពរបស់យើងនឹងឲ្យតម្រូវទៅតាមរូបភាពរបស់យើងមិនឲ្យខូចទ្រង់ទ្រាយទេហើយមុខងារមួយនេះគឺល្អមែនទែនអ្នកនេះអាចប្រើប្រាស់បានទៅលើ Camon 40 Pro មួយនេះហើយមិនមែនមានតែប៉ុណ្ណឹងណាគឺនៅមានច្រើនទៀតទៅលើមុខងារ AI ទាំងអស់ហ្នឹងអញ្ចឹងក្រៅតែពីការកែរូបភាពការលុបរូបភាពឬក៏ការពង្រីក background អីហ្នឹងមុខងារ AI ផ្សេងៗទៀតតាក់ទងទៅជាមួយនឹងការធ្វើការងារប្រចាំថ្ងៃនៅនេះគឺមានមកចប់ដូចយំបានតែខាងដើមអញ្ចឹងវាមាន app មួយនៅនេះគេហៅថា Ella អញ្ចឹងបងប្អូនគ្រាន់តែចូលទៅកាន់ app Ella ហ្នឹងទៅ Ella ហ្នឹងវាដូចជាឃ្លាំងសម្រាប់ទុកទៅលើ tool AI នៅក្នុងហ្នឹងអញ្ចឹងចូលទៅដល់វាមាន tool ច្រើនទៀតនៅក្នុងហ្នឹងតែបងប្អូនអាចធ្វើការបំផ្លែងជាមួយឯកសាររបស់បងប្អូនបានន័យថាយើងចង់ឲ្យវា summary ឬក៏យើងចង់សួរអីមួយទៅជាមួយនឹងឯកសារហ្នឹងគឺយើងអាចសួរបានហើយយើងអាចឲ្យវាបង្កើតជា prompt ទៅលើរូបភាពរបស់យើងឬក៏សួរអំពីរូបភាពនេះចេញពីអីអញ្ចឹងទៅឬក៏យើងអាចឲ្យវាធ្វើការបកប្រែតាក់ទងទៅជាមួយនឹងឯកសារហ្នឹងឯកសារជាភាសាអង់គ្លេសហ្នឹងបកប្រែទៅជាភាសាអីយើងអាចដាក់បាននៅក្នុងហ្នឹងហើយយើងអាច convert ឯកសាររបស់យើងហ្នឹងដើម្បីឲ្យងាយស្រួលក្នុងការកែបានហើយយើងអាចបំផ្លាញពីរូបភាពដែលមានជាអក្សរអីហ្នឹងគឺទៅជា file document ដើម្បីងាយស្រួលក្នុងការកែងាយស្រួលក្នុងការលុបអីបន្ថែមថយអីផ្សេងទៀតគឺយើងអាចប្រើប្រាស់បានហើយវាមានមុខងារសម្រាប់បង្កើតរូបភាពនៅក្នុងនោះបានទៀតអញ្ចឹងតើតើទៅជាមួយនឹងការបង្កើតរូបភាពហ្នឹងជាធម្មតាយើងតើទៅចូលទៅកាន់ website ឬក៏ចូលទៅកាន់ tool ណាមួយទៀតពេលខ្លះអាចបង់លុយអញ្ចឹងទៅប៉ុន្តែនៅនេះគឺអត់មានទេបងប្អូនប្រើប្រាស់ដោយ free តែម្ដងចង់បង្កើតរូបភាពគ្រាន់តែចូលទៅកាន់ image generation ហ្នឹងមកគ្រាន់តែបញ្ចូល prompt ទៅតាមការសម័យរបស់បងប្អូនអរគ្នាទៅតាមការចង់បានរបស់បងប្អូនគឺវានឹងបង្កើតឲ្យយើងភ្លាមៗតែម្ដងជាមួយនឹងគុណភាពច្បាស់ទៀតនៅលើហ្នឹងអញ្ចឹងគឺល្អមែនតើហើយបើសិនសិស្សសាលាវិញក៏យើងអាចប្រើប្រាស់វាដើម្បីជួយដោះស្រាយទៅលើលំហាត់អីបានមកចប់តែម្ដងនៅនេះអញ្ចឹងសម្រាប់ app Ella មកនេះខ្ញុំគិតថា tool ប៉ុណ្ណឹងគឺវាអាចបំពេញតម្រូវការរបស់បងប្អូនទាំងអស់គ្នាបានហើយបងប្អូនក៏អាចចូលទៅកាន់មុខងារ explore ដើម្បី explore ទៅលើមុខងារអីផ្សេងៗបន្ថែមទៀតដូចជាការសរសេរ email យើងអាចឲ្យវាធ្វើជាជំនួយការនៅក្នុងការសរសេរ email សរសេរឯកសារធ្វើការងាររដ្ឋបាលអីរបស់យើងបានអញ្ចឹងបើសិនបើបងប្អូនចង់សរសេរ email ឬក៏ចង់ធ្វើជា appointment ឬក៏ចង់សុំច្បាប់មេអញ្ចឹងទៅមិនដឹងសរសេរមិនឲ្យគាត់ឆាប់ approve យើងអាចប្រើវាឲ្យសរសេរបានឧទាហរណ៍ថាអាទិត្យក្រោយយើងចង់សុំច្បាប់ថ្ងៃសុក្រមួយថ្ងៃដើម្បីផ្ដាច់3ថ្ងៃអញ្ចឹងទៅអញ្ចឹងគឺយើងអាចឲ្យ AI មួយនេះដើម្បីឲ្យវាជួយសរសេរជា template ឬក៏សរសេរជា head file ណាមួយងាយស្រួលក្នុងការយល់គឺយើងអាចឲ្យវាសរសេរបានបងប្អូនយើងអាចប្រើប្រាស់បានដោយ free អត់មានចាយលុយទេ
ហើយអានេះគឺជាអ្វីដែលខ្ញុំបានប្រើប្រាស់ផ្ទាល់នៅលើ Camon 40 Pro AI របស់វានេះគឺល្អមែនទែនហើយ AI ក្រៅតែពីនឹងទៀតណាជាមួយនឹង AI Translate អានេះសម្រាប់ AI Translate នេះគឺយើងអាចប្រើប្រាស់បានច្រើនជាពិសេសបងប្អូនដែលចូលចិត្តដើរលេងនៅក្រៅប្រទេសអីចឹងទៅយើងពិបាកនៅក្នុងការនិយាយភាសាផ្សេងទៀតណាគឺយើងអាចប្រើប្រាស់មុខងារ Live Translate នេះឲ្យវានិយាយផ្ទាល់ក៏បានដែរយើងនិយាយភាសាខ្មែរយើងឲ្យវាបកទៅកាន់ភាសាផ្សេងៗទៀតភ្លាមៗតែម្ដងអញ្ចឹងវាងាយស្រួលហើយយើងអាចបកប្រែឯកសារអីទៅលើ website ឬក៏ទៅលើអីយើងអានព័ត៌មានអានអីជាភាសាផ្សេងៗទៀតឲ្យវាបកប្រែហ្នឹងភ្លាមៗក៏យើងអាចប្រើប្រាស់មុខងារនឹងបានដែរអញ្ចឹងខ្ញុំគិតថាមុខងារ AI ទាំងអស់នេះគឺវាអាចជួយក៏ដូចជាបំពេញទៅលើតម្រូវការរបស់យើងបានច្រើនមែនទែនហើយមួយទៀតសម្រាប់មុខងារ AI ហ្នឹងមិនទាន់អស់ទេគឺវាអាចប្រើប្រាស់ជាមួយនឹងគេហៅថាមុខងារដើម្បីជួយ generate ទៅលើ wallpaper អញ្ចឹងបើសិនជា wallpaper យើងអត់សូវស្អាតទេគឺយើងអាចប្រើប្រាស់មុខងារ AI ដើម្បីជួយ generate បានដែរចង់បង្កើតរូបភាពអីចង់ធ្វើម៉េចយើងបញ្ចូលតែប្រមទៅវា generate ឲ្យហើយអញ្ចឹងគឺយើងអាចប្រើប្រាស់នៅលើនេះបានបងប្អូនហើយនឹងមានមុខងារ AI មួយទៀតដែលពិសេសដែរនៅក្នុងហ្នឹងគឺ Circle to Search ចេញពី Google ណាអញ្ចឹងបើសិនបើយើងឃើញ object អីមួយឬក៏ឃើញអីមួយដែលយើងអត់ស្គាល់យើងអាច circle យើងអាចគូសទៅលើហ្នឹងទៅវានឹងផ្ដល់ព័ត៌មានឲ្យយើងភ្លាមៗមកចេញពីទិន្នន័យចេញពី Google មកផ្ទាល់តែម្ដងបងប្អូននេះគឺលឿនមែនតើអញ្ចឹងសម្រាប់ទូរស័ព្ទដែលមានតម្លៃ200ជាងប៉ុណ្ណឹងខ្ញុំគិតថាមុខងារ AI ដែលគេបានផ្ដល់ឲ្យមកប៉ុណ្ណឹងគឺច្រើនហើយគឺច្រើនមែនតើអ្វីដែលខ្ញុំបានធ្លាប់ជួបហើយអញ្ចឹងសម្រាប់អេក្រង់របស់វាវិញគឺអានេះទំហំ 6.7 inch ជាប្រភេទ AMOLED ហើយកម្រិតបង្ហាញវា Full HD+ ហើយទៅលើ refresh rate របស់វាខ្លាំងមែនតើដល់ទៅ 144Hz អញ្ចឹងមិនមែន 90Hz មិនមែន 120Hz អីទេគឺដល់ទៅ 144Hz ល្បឿនប៉ះក៏ដូចជាល្បឿនអុសរបស់វានឹងគឺលឿនមែនតើល្អ smooth តែម្ដងសម្រាប់អេក្រង់របស់វាណាចំពោះការបង្ហាញក៏ដូចជាការមើលវីដេអូផ្សេងៗគឺវាអាចបញ្ចេញពណ៌មកបានដិតច្បាស់ល្អមែនតើចំណុចនេះគឺអាចបង្ហាញមកបានច្បាស់អានេះសម្រាប់ការមើលវីដេអូឬក៏ការមើលរឿងអីចេញពីអេក្រង់មួយនេះហើយទៅលើ performance របស់វាក្រៅតែពីមុខងារ AI គឺវាអាចធ្វើការងារបានច្រើនទៀតសម្រាប់ Camon 40 Pro 5G មួយនេះអានេះគឺប្រើប្រាស់ជាមួយនឹង chip Dimensity 7300ប្រើប្រាស់ជាមួយនឹង RAM 8GB បូក 8GB storage 256GB ហើយប្រើប្រាស់ជាមួយនឹង Android 15ហើយក៏ដូចជា run ជាមួយនឹងស្បែក iOS 15ហើយសម្រាប់ performance របស់វាគឺខ្ញុំបានតេស្តជាមួយនឹង game មួយចំនួនដែរសម្រាប់ការលេង game ណាគឺវាអាចរត់បានជាមួយនឹង frame rate ខ្ពស់ដែរ game ខ្លះអាចរត់បានដល់ទៅ30 frame អញ្ចឹងទៅ game ខ្លះទៀតអាចដល់លើសនឹងអញ្ចឹងទៅលើប្រភេទ game ដែរអញ្ចឹងណាប៉ុន្តែដូចខ្ញុំបានបញ្ជាក់ដល់គ្នាអញ្ចឹងប្រភេទទូរស័ព្ទមួយនេះវាមិនផ្ដោតទៅលើការលេង game អីខ្លាំងណាស់ណាទេគឺវាផ្ដោតទៅលើ productivity ក៏ដូចជាកិច្ចការងារ creative អីមួយចំនួនទៀតអញ្ចឹងណាប៉ុន្តែគឺវានៅតែអាចលេងហ្គេមបានដែរដូចខ្ញុំបានបង្ហាញរបស់នេះជាក់ស្ដែងនៅលើអេក្រង់មួយនឹងអញ្ចឹងគឺវាអាចលេងហ្គេមបានចំពោះថ្មរបស់វាក៏ធំដែរ 5200 mAh ក៏ដូចជា support ជាមួយនឹងការសាកល្បឿនលឿនដល់ទៅ 45W ហើយសម្រាប់ការប្រើប្រាស់វាអាចកាន់ថ្មបានយូរជាមួយនឹងកិច្ចការងារផ្សេងៗដែលយើងបានប្រើណាទៅជាមួយនឹងការថតរូបការប្រើប្រាស់មុខងារ AI អីចឹងទៅអញ្ចឹងគឺវាអាចនៅជាមួយយើងបានយូរមកផឹកអីទល់ល្ងាចអីដែរនេះបើសិនបើយើងប្រើជាប់ទៅលើកិច្ចការងារមួយចំនួនខ្ញុំបាន mention ហ្នឹងទៅប្រើទៅលើ social media កិច្ចការងារថតរូបឬក៏ប្រើវាបំផ្លាញឯកសារបង្កើតរូបភាពអីចឹងទៅប៉ុន្តែបើសិនយើងប្រើវាធ្ងន់បន្ថែមទៀតដូចជាលេង game អីបន្ថែមទៅលើនឹងទៀតក៏វាកាន់តែស៊ីទៅតាមនឹងដែរអានេះគឺជាអ្វីដែលខ្ញុំបានប្រើប្រាស់ផ្ទាល់ជាមួយនឹង Camon 40 Pro 5G មួយនេះហើយសម្រាប់ទូរស័ព្ទមួយគ្រឿងនេះគឺមានដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយបងប្អូនអាចរកមកបាននៅតាមហាងដែលនៅជិតបងប្អូនអស់គ្នាវាមានតម្លៃវាពីជំរើស Camon 40 Pro 5G គឺតម្លៃវា269ហើយបើ Camon 40 Pro ធម្មតាគឺតម្លៃវា249អញ្ចឹងបងប្អូនអាចរកមកបានអូខេអញ្ចឹងអរគុណសម្រាប់ការតាមដានវីដេអូមួយនេះយល់មិនដែរទៅលើ Techno Camon 40 Pro 5G មួយនេះអាច comment មានអ្នកមួយខាងក្រោមហើយជួបជាមួយខ្ញុំបានមករាននៅវីដេអូក្រោយទៀតបាយបាយ